ស៊ីអាបងស្រីគាត់នេះមិនមែនបងស្រីគាត់នេះទេគឺបងស្រីចិនលីលីគ្រួសារមួយនេះនៅមានមុខមកទាលុយទៀតផងគួយធុញទ្រាន់ណាស់ធ្វើខ្ញុំហូបបាយមិនចូលសោះសួរមួយម៉ាត់តើអ្នកព្រមជួយមើលការខុសត្រូវឬអត់មិនមើលទេល្អណាស់អញវាយអាមនុស្សគ្មានមន្តសការដូចឯងញញប់តើអ្នកមិនអីទេមែនទេជាងឆឹងឯងមិនមែនលេងលេះជាមួយឆៅមីហើយទេអ្នកណាប្រាប់ថាពួកយើងលេងលេះគ្នាគឺខ្ញុំជាអ្នកឆៅមីទៅយកលុយនៅផ្ទះហើយក៏ជាអ្នកឲ្យប៉ូលីសចាប់កូនប្រុសរបស់អ្នកទៅគុកដែរបើមានបញ្ហាអីរកខ្ញុំមកគុំទៅរំខានឆៅមីសោះយល់ទេឯងគ្រាន់តែមើលងាយប្រជាជនរាស្ត្រសាមញ្ញដូចពួកយើងប៉ុណ្ណោះអាងខ្លួនមានធំមកជិះជាន់ពួកយើងជួយផងកូនប្រសាគ្រួសារឆឹងវាយមនុស្សហើយអាដានេះទៅតែរុញខ្ញុំអំបញ្ញមិញខ្ញុំអាចដកសាកឯងចេញបានដែរមិនអីទេរឿងនេះពួកយើងជាអ្នកត្រូវមិនបាច់ខ្លាចពួកគាត់ទៅប្តឹងឡើយស្គិនមនុស្សមើលច្រើនណាស់តើតាសេះប្រកាច់ឬអាងអំណាចជិះជាន់គ្រប់គ្នាសុទ្ធតែបានឃើញច្បាស់ថ្ងៃនេះគឺជាថ្ងៃកំណើតរបស់លោកស្រីលួកង់មួយគ្រឿងនេះត្រូវបានគេផ្ញើចេញពីកងទ័ពមកដល់ដៃគាត់តាំងពីព្រលឹមស្រាំងម្លេះវ៉ាវគួរឲ្យចំណេញណាស់ស្អាតខ្លាំងណាស់តើកង់នេះគេផ្ញើមកឲ្យមែនទេលោកស្រីលួហេតុអ្វីបានជាប្តីរបស់អ្នកមិនទាន់ត្រឡប់មកវិញទៀតថ្ងៃនេះជាថ្ងៃកំណើតរបស់អ្នកណាមេបញ្ជាការកងពលលួប្រហែលជាមិនមែនចង់យកកង់មួយគ្រឿងមកកុហកបោកប្រាស់អ្នកទេដឹងតើមេបញ្ជាការកងពលលួមិនបានត្រឡប់មកវិញយូរហើយមែនទេអ្នកនិយាយផ្ដេសផ្ដាសស្អីហ្នឹងគាត់រវល់តែនឹងការងារទេប្តីរបស់ខ្ញុំមានបុណ្យស័ក្តិខ្ពស់ជាងប្តីរបស់អ្នកឆ្ងាយណាស់បើប្តីរបស់អ្នករវល់ប្តីរបស់ខ្ញុំរឹតតែរវល់ជាងនេះទៅទៀតប៉ុន្តែគាត់តែងតែត្រឡប់មកផ្ទះវិញជារៀងរាល់យប់ដើម្បីកំដរខ្ញុំធ្លាប់ប្រកេតថាមនុស្សដែលមានអារម្មណ៍អន់ថយកាន់តែប្រឹងសម្ដែងអួតអាងដើម្បីបង្ហាញតម្លៃរបស់ខ្លួនឯងខ្ញុំខ្ជិលជែកដេញដោលជាមួយមនុស្សដូចជាអ្នកណាអូយមិនមែនទេដឹងលោកស្រីលួសំបីតែជិះកង់ក៏អ្នកមិនចេះដែរឬមេបញ្ជាការកងពលលួមិនចេះយកចិត្តទុកដាក់សោះមុននឹងទិញកង់ឲ្យអ្នកគួរតែចំណាយពេលបង្រៀនអ្នកជិះសិនទៅ